ថ្ងៃនេះយើងនឹងនាំអ្នកទាំងអស់គ្នាទៅស្វែងយល់ឲ្យកាន់តែច្បាស់អំពីស្ថាបត្យកម្មដ៏មហិមាមួយរបស់កម្ពុជានោះគឺវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះវិមាននេះមិនត្រឹមតែជាសំណង់ដ៏ស្អាតដាច់គេប៉ុណ្ណោះទេប៉ុន្តែវាគឺជាសក្ខីភាពនៃសន្តិភាពនិងការបង្រួបបង្រួមជាតិខ្មែរវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះត្រូវបានកសាងឡើងដើម្បីតម្កល់ទុកនូវមរតកសន្តិភាពនិងរំលឹកដល់ជោគជ័យនៃនយោបាយបង្រួបបង្រួមជាតិវិមានដ៏ប្រវត្តិសាស្ត្រនេះមានទីតាំងស្ថិតក្នុងសង្កាត់ព្រែកតាសេកខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញចំពីមុខពហុកីឡដ្ឋានមរតកតេជោតែម្ដងវាត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី25ខែកុម្ភៈឆ្នាំ2016ក្រោមស្នាដៃកូនខ្មែរសុទ្ធសាធឥឡូវនេះយើងមកពិនិត្យមើលស្ថាបត្យកម្មដែលបង្កប់ដោយអត្ថន័យ357ដំបូងគឺរូបរាងកំពូលជ្រុងដែលតំណាងឲ្យការធានាអះអាង3យ៉ាងដែលធ្វើឲ្យខ្មែរក្រហមទុកចិត្តមកចូលរួមជាមួយរាជរដ្ឋាភិបាលរួមមានការធានារូបកាយនិងអាយុជីវិតការធានាអាជីពនិងមុខរបរនិងការធានាកម្មសិទ្ធិទ្រព្យសម្បត្តិបន្ទាប់មកគឺតួវិមានជ្រុង5ដែលតំណាងឲ្យយុទ្ធសាស្ត្រ DIFID Defeat រួមមានបំបែកឯកោបញ្ចប់សមាហរណកម្មនិងអភិវឌ្ឍដែលជាមធ្យោបាយរំលាយអង្គការចាត់តាំងខ្មែរក្រហមចំណែកឯជើងវិមានជ្រុងគឺតំណាងឲ្យកត្តាទាំង7ដែលនាំឲ្យនយោបាយឈ្នះឈ្នះទទួលបានជោគជ័យពេញលេញសម្រាប់ជាតិមាតុភូមិយើងក្រៅពីតួវិមានយើងក៏ឃើញមានច្រកទ្វារសំខាន់ចំនួន3ដែលឆ្លុះបញ្ចាំងពីតម្លៃសង្គមខ្មែរយ៉ាងជ្រាលជ្រៅទ្វារសុខដុមនីយកម្មសាសនាបង្ហាញពីការរស់នៅដោយសន្តិសហវិជ្ជមានរវាងសាសនាព្រះពុទ្ធដែលជាសាសនារបស់រដ្ឋរួមជាមួយសាសនាអ៊ីស្លាមនិងគ្រិស្តទ្វារនិមិត្តសញ្ញាឈ្នះឈ្នះបង្ហាញពីសិល្បៈវប្បធម៌ដែលភ្ជាប់នឹងការធានា3យ៉ាងតាមរយៈរូបចម្លាក់ព្រះវិស្ណុកាព្រះកណ្ឌីនិងព្រះបាទកុវរៈទ្វារសុខដុមនីយកម្មប្រវត្តិសាស្ត្រដែលរំលេចនៅមរតកប្រាសាទបុរាណល្បីៗតាំងពីសម័យមុនអង្គររហូតដល់ចុងសម័យអង្គរបន្ថែមពីនេះនៅលើវិមានក៏មានរូបចម្លាក់សត្វនិមិត្តរូបសំខាន់ៗដូចជាហង្សដែលតំណាងឲ្យភាពសម្បូររុងរឿងគ្រុឌតំណាងឲ្យអំណាចនិងការរីកចម្រើននិងដំរីក្បាល3មានស្លាបដែលជាយានជំនិះព្រះឥន្ទនិងជាអ្នកការពារនៅអមផ្លូវចូលក៏មានរូបយក្សទាញព្រ័ត្រដែលតំណាងឲ្យការកើតថ្មីនៃជាតិសាសន៍ផងដែរវិមានឈ្នះឈ្នះមិនមែនគ្រាន់តែជាសំណង់ស្ថាបត្យកម្មដ៏ស្អាតដាច់គេប៉ុណ្ណោះទេប៉ុន្តែគឺជាបណ្ណាល័យរស់នៅលើជញ្ជាំងវិមានឆ្លាក់សិលាចារឹកនិងរូបភាពដែលនិទានពីដំណើរស្វែងរកសន្តិភាពការបង្រួបបង្រួមទឹកដីដែលធ្លាប់បែកបាក់និងការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅចុងឆ្នាំ1998ទីកន្លែងនេះត្រូវបានរៀបចំជាឧទ្យានប្រវត្តិសាស្ត្រសម្រាប់ឲ្យមនុស្សជំនាន់ក្រោយបានសិក្សារៀនសូត្រនិងយល់ដឹងពីតម្លៃនៃសន្តិភាពដែលកម្ពុជាទទួលបានមកដោយលំបាកដើម្បីចូលរួមថែរក្សាឲ្យបានគង់វង្សតរៀងទៅសូមអរគុណសម្រាប់ការតាមដានទស្សនាកុំភ្លេចចុច like និង subscribe ដើម្បីទទួលបានវីដេអូថ្មីៗទៀតសូមអរគុណ